อគ្នាសូមស្វាគមន៍មកកាន់ channel របស់ខ្ញុំម្ដងទៀតហើយអ្នកទាំងអស់គ្នាដឹងអត់ថ្ងៃហ្នឹងគឺខ្ញុំសប្បាយចិត្តមែនទែនដែលបានត្រឡប់មកជាមួយវីដេអូថ្មី vlog ថ្ងៃនេះគឺពិសេសមែនទែនអ្នកទាំងអស់គ្នាព្រោះខ្ញុំនឹងធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ីដើម្បីឡើងភ្នំភ្លឹងល្បីៗពីរមួយគឺភ្នំភ្លឹង Bromo និងអ៊ីជៀនភ្នំភ្លឹង Bromo គឺមានកម្ពស់ប្រហែល 2300 ម៉ែត្រជាងហើយគឺជាភ្នំភ្លឹងដែលសកម្មមួយផងដែរភ្នំភ្លឹងនេះបានផ្ទុះចុងក្រោយនៅក្នុងឆ្នាំ 2016 ហើយរហូតមកដល់សប្តាហ៍នេះយើងក៏អាចឃើញមានផ្សែងចេញមកពីបាតភ្នំភ្លឹងនឹងដែរអ្នកទាំងអស់គ្នាភ្នំមួយទៀតដែលខ្ញុំឡើងនឹងគឺភ្នំអ៊ីជៀនភ្នំនឹងក៏ល្បីខ្លាំងណាស់ដែរអ្នកទាំងអស់គ្នាដោយសារតែមានបាតុភូតដ៏អស្ចារ្យមួយដែលគេហៅថាភ្លើងពណ៌ខៀវ Blue Fire ដែលនៅលើពិភពលោកយើងនេះមានតែពីរកន្លែងប៉ុណ្ណោះទេអ្នកទាំងអស់គ្នាកន្លែងទី1ហ្នឹងអ្នកទេសចរមិនអាចចូលទស្សនាបានទេដោយសារតែតំបន់ហ្នឹងគឺគ្រោះថ្នាក់ខ្លាំងមែនទែនហើយក៏គេមិនអនុញ្ញាតឲ្យចូលផងដែរប៉ុន្តែនៅទីនេះនៅឥណ្ឌូនេស៊ីហ្នឹងគឺអ្នកទាំងអស់គ្នាអាចមកមើលផ្ទាល់ខ្លួនបានអញ្ចឹងអ្នកទាំងអស់គ្នាដើម្បីកុំឲ្យខកខាន vlog ដ៏ពិសេសមួយនេះសូមទៅមើលទាំងអស់គ្នាដំបូងគឺខ្ញុំទៅ transit នៅសិង្ហបុរីមួយយប់សិនដោយអ្នកទាំងអស់គ្នាដឹងហើយប្រទេសកម្ពុជាយើងបានបើកអាកាសយានដ្ឋានថ្មីហើយ guess what អ្នកទាំងអស់គ្នាខ្ញុំធ្វើដំណើរទៅថ្ងៃដំបូងដែលគេពងបើកហ្នឹងមានមនុស្សច្រើនមែនទែនអ្នកទាំងអស់គ្នានៅក្នុងពលានហ្នឹងហើយខ្ញុំបានមកមុន5ម៉ោងមុនពេលដែលយន្តហោះខ្ញុំចេញដោយសារតែខ្ញុំខ្លាចស្ទះអីចឹងហ៎ពេលខ្ញុំធ្វើដំណើរទៅដល់ពលានហ្នឹងគឺមនុស្សច្រើនមែនទែនអ្នកទាំងអស់គ្នាហើយអត់មានកន្លែងអង្គុយទេខ្ញុំទ្រាំតែរកកន្លែងអង្គុយឃើញខ្ញុំដើរឆ្វែមសន្ទុះដែរដោយសារតែ3ម៉ោងទៀតបានកន្លែង check in របស់ខ្ញុំបើកអញ្ចឹងទៅខ្ញុំក៏អង្គុយសិនអង្គុយទៅគឺខ្ញុំមួយដេកគឺខ្ញុំដេកទៅកន្លែងហ្នឹងទៅហើយខ្ញុំដាក់ការរបស់អ្នកទាំងអស់គ្នាខ្ញុំអត់ដឹងអីទេដល់ពេលបើកភ្នែកមកឃើញមនុស្សជុំវិញខ្ញុំឡើងអូតាមពិតគេមើលទស្សនភាពនៅខាងក្រៅខ្ញុំអញ្ចឹងពេលវេលាប្រហែល1ម៉ោង2ម៉ោងក្រោយមកខ្ញុំបាន check in ហើយខ្ញុំទៅដាក់អវ៉ាន់ដាក់អី check in ហើយខ្ញុំបានទៅដកពន្ធកាលហ្នឹងដូចជាត្រូវបាន6ឬ7ដុល្លារបន្ទាប់មកទៀតខ្ញុំដើរចូលទៅ TSA ហើយចូលទៅ gate របស់ខ្ញុំ Bro I can see the tail over thereខ្ញុំក៏ទទួលបានកសែងបង្គោលមួយដែរដោយសារតែថ្ងៃនេះជាថ្ងៃសម្ពោធពលានអ្នកទាំងអស់គ្នាទៅគេឲ្យកសែងបង្គោលម្នាក់មួយខ្មែរOh I thought this is a mirrorពេលខ្ញុំធ្វើដំណើរទៅដល់លើយន្តហោះហ្នឹងគឺសំណាងមែនទែនដោយសារតែកៅអី3ហ្នឹងគឺអត់មានតែគេមកអង្គុយទេមានតែខ្ញុំម្នាក់ឯងខ្ញុំអាចដេកញ៉ាំអាហារនិងថតវីដេអូអីញ៉ៃបានហើយអាហាររបស់គេគឺឆ្ងាញ់មែនទែនអ្នកនរគ្នាខ្ញុំបានហៅកាហ្វេញ៉ាំ2កែវដែរដោយសារមួយដេកពេកDrunk up all my tequila, scar tissue playing on repeat, yeah. Think that you might have a keeper. I saw you and your girlfriend, she was holding your hand and ខ្ញុំធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីហ្នឹងនៅម៉ោង10គាត់ហ្មងហើយខ្ញុំ layover នៅហ្នឹងរយៈពេល9ម៉ោង50នាទីបើអ្នកដែលធ្លាប់ layover យូរៗអញ្ចឹង
អ្នកទាំងអស់គ្នាយល់អារម្មណ៍ហ្នឹងហើយគឺពិបាកខ្លាំងមែនទែនប៉ុន្តែខ្ញុំនឹងអៃរិនគិតថា layover អញ្ចឹងល្អដោយសារតែពួកខ្ញុំអាចធ្វើដំណើរទៅក្រៅពលានបានហើយដើរលេងនៅក្នុងទីក្រុងគេទាំងយប់អញ្ចឹងណា Times when I close my eyes, I pretend you're mine for a moment. I keep going back to you. Oh, 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 oh. I said I don't mind, but in reality I wanna go back in time. Still wishing you were mine. ពេលហ្នឹងគឺខ្ញុំអត់បានសាកទូរស័ព្ទលើយន្តហោះទេដោយសារតែគេមានតែក្បាលសាក USB ហើយខ្ញុំ Type C អញ្ចឹងទៅខ្ញុំអត់ចូលហើយខ្ញុំចិត្តអស់ថ្មដែរអញ្ចឹងទៅការដើរលេងការមើល map អីទាំងអស់គឺលើអៃរិនទាំងអស់អ្នកទាំងអស់គ្នាស្រួលមែនទែនដើរទៅតាមគេហើយនៅពេលលើហ្នឹងតែពិតខ្ញុំពុកដេកលក់ទេប៉ុន្តែមិត្តភក្តិខ្ញុំហៅឲ្យខ្ញុំក្រោមបថតទេសភាព Together for a year, but I'm still holding on to hope that she goes. And then you come home. Sometimes I just close my eyes. ជាកន្លែងពួកខ្ញុំទៅដំបងគេខ្ញុំភ្លេចឈ្មោះអត់ហើយប៉ុន្តែខ្ញុំមើលក្នុងកន្លែងរូបថតគេដាក់ Clifford Pier ខ្ញុំមិនដឹងថាខ្ញុំអានត្រូវឬខុសទេខ្ញុំថតកន្លែងហ្នឹងប្រហែលកន្លះម៉ោងហើយពួកខ្ញុំដើរទៅមុខទៀត Keep going back to you. Oh, I keep going back to you. Oh, I keep going back to you. Oh, I keep going back to you. Oh, oh. First night. We go. Merlion Park ពួកខ្ញុំដើរជុំវិញនឹងប្រហែល1ម៉ោងហើយគឺ clean ខ្លាំងមែនទែនពួកខ្ញុំក៏ដើររក 7-Eleven ដើររកហ្នឹងគឺជិតកន្លះម៉ោងអ្នកនរគ្នាទ្រាំដើរទៅដល់ 7-Eleven បាន Oops sorry It's okay I think this is where the F1 compete like their track is here Yeah, I've seen it in movies. Finally, guys, after 30 minutes of walking, ខ្ញុំគឺទិញកាហ្វេផឹកទៀតហើយអ្នកនរគ្នានេះគឺជាកែវទី3ហើយបន្ទាប់ពីពួកខ្ញុំញ៉ាំនៅក្នុងសវណ្ណហើយពួកខ្ញុំទៅខាងក្រៅហៅ Grab ដើម្បីទៅ Garden by the Bay ម្ដងហើយពូតាស៊ីហ្នឹងសួរពួកខ្ញុំថាទៅធ្វើអីនៅកន្លែងហ្នឹងបងពីព្រឹកហើយខ្ញុំប្រាប់គាត់ថាដោយសារតែថ្ងៃស្អែកពួកខ្ញុំត្រូវត្រឡប់ទៅហើយដូច្នេះចង់ដើរលេងបន្តិចហើយគាត់ប្រាប់ថា low crime doesn't mean no crime ឬចង់ប្រយោគហ្នឹងហើយខ្ញុំនឹងអៃរិនភ័យមែនទេហើយដល់ពេលទៅដល់ស្ងាត់ជ្រាបហ្មងហើយបន្តមកទៅពួកខ្ញុំបន្លាចគ្នាទៅវិញទៅមកហើយរត់ចេញពីកន្លែងហ្នឹងមកបណ្ដោយពួកខ្ញុំក៏ហៅ Grab ប៉ុន្តែក្នុង Grab ហ្នឹងអត់មានណាគេទទួលវាមិននៅក្នុងក្រុងវានៅកលៀតតិចហើយពួកខ្ញុំក៏នាំគ្នាដើរចូលក្នុងក្រុងវិញទៅតែអ្នកនរគ្នាសំណាងមែនទេដោយសារការហ្នឹងដើរបានតែប្រហែល10នាទីទេពួកខ្ញុំក៏ជួបសន្តិសុខ2នាក់ហើយសន្តិសុខ2នាក់ហ្នឹងគឺពួកគាត់ចិត្តល្អមែនទេគាត់ហៅពួកខ្ញុំឲ្យឡើងជិះលើឡាន cart ហ្នឹងរបស់គាត់ហ្នឹងហើយគាត់ដឹកពួកខ្ញុំចូលក្នុងក្រុងហើយអ្នកនរគ្នាចូលក្នុងក្រុងហើយពួកខ្ញុំដើរប្រហែល10នាទីទៀតបានទៅដល់កន្លែងក្រុងមែនទេហ្មងហៅតាក់ស៊ីមកយកបានទីបំផុតហ្នឹងម៉ោង3ព្រឹកអ្នកនរគ្នាបានខ្ញុំធ្វើដំណើរទៅដល់ពលានវិញ The colors in your hair are so good. See, I look so pink. You look like you haven't washed your hair in 2 days. This is only 6 kilos, but it's so heavy. It feels heavier. ហើយដល់ពេលព្រឹកឡើងមែនទែនហ្មងដល់ពេលដែលអៃរិនឡើងយន្តហោះហើយខ្ញុំក៏ឡើងរបស់ខ្ញុំដែរ flight របស់ខ្ញុំចេញពីឆាំងជីនៅម៉ោង 7:50 នាទីព្រឹកទៅដល់សូរ៉ាប៊ីយ៉ាម៉ោង 4:05 នាទីព្រឹកប៉ុន្តែសំណាងអាក្រក់អីដល់អ្នកគ្នាត្រូវពន្យាពេល3ម៉ោងហើយខ្ញុំនៅលើយន្តហោះនឹងហើយលើពីលុតប្រកាសថាមានបញ្ហា power Just yeah. Okay, Iron is going and I'm going this way. She's going that way. $3 and it's 500 ml. Go! Spicy! ម៉ោង 12 បាទខ្ញុំធ្វើដំណើរមកដល់សូរ៉ាបាយ៉ាហើយគេចាំខ្ញុំគ្រប់គ្នាអ្នកនរគ្នាហើយខ្ញុំអត់សប្បាយចិត្តទេអ្នកនរគ្នាខ្ញុំអាណិតគេមែនទេណាគេអង្គុយចាំនៅពលានអញ្ចឹងប៉ុណ្្នឹងឯងអ្នកនរគ្នាគឺជាដំណើរកំ
កំសាន្តរបស់ខ្ញុំនៅសង្ហបុរីមួយយប់ដែលមានទាំងអារម្មណ៍សប្បាយផងភ័យផងហត់ផងប៉ុន្តែពួកខ្ញុំមានសំណាងមែនទែនដែលបានជួបមនុស្សល្អៗ adventure tale អីចឹងណាអ្នកនរគ្នាហើយនៅវីដេអូបន្ទាប់ពួកខ្ញុំធ្វើដំណើរឡើងភ្នំភ្លើង Bromo នៅប្រទេសឥណ្ឌូនេស៊ីដែលមានទេសភាពស្រស់ស្អាតនិងការផ្សងព្រេងជាច្រើនលើសការរំពឹងទុចកុំភ្លេចអ្នកនរគ្នាចុច subscribe និងចែករំលែកវីដេអូមួយនេះផងអរគុណអ្នកនរគ្នាមែនទែនដែលនៅជាមួយខ្ញុំតាំងពីដើមរហូតដល់ចប់ Thank you